ភាពស្លេកស្លាំងដោយសារកង្វះជាតិដែកលើកុមារនៅតែជាកង្វល់សុខភាពដ៏ធំមួយនៅប្រទេសកម្ពុជាដែលធ្វើឲ្យកុមារអាយុក្រោម5ឆ្នាំប្រឈមនូវផលប៉ះពាល់មួយចំនួនដូចជាឧស្សាហ៍ឈឺខ្សោយបញ្ញាការអភិវឌ្ឍខួរក្បាលយឺតយ៉ាវកង្វះអាហារូបត្ថម្ភក៏នៅតែជាដើមហេតុមួយផ្សេងទៀតដែលអាចធ្វើឲ្យអត្រាកុមារដែលប្រឈមជំងឺទឹកនោមផ្អែមមានការកើនឡើងគួរឲ្យបារម្ភក្រសួងអប់រំយុវជននិងកីឡាសហការជាមួយក្រុមហ៊ុនដាណុនកម្ពុជាបានរៀបចំយុទ្ធនាការលើកកម្ពស់សុវត្ថិភាពចំណីអាហារតាមសាលារៀនក្រោមប្រធានបទសុខភាពកុមារនិងជាតិដែកក្រោមអធិបតីភាពរបស់អាយដាមបណ្ឌិតសភាចាហងជួនរ៉ុនឧបនាយករដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡានិងលោក Danis Ramen នាយកគ្រប់គ្រងទូតក្រុមហ៊ុនដាណុនប្រចាំតំបន់អាស៊ីអាគ្នេយ៍ក្នុងគោលបំណងរួមគ្នាកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកលើកុមារនៅប្រទេសកម្ពុជាកុមារជាធនធានមនុស្សដែលមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជានាពេលអនាគតចំណីអាហារល្អនាំមកនូវសុខភាពល្អដើម្បីសម្រេចបានលទ្ធផលសិក្សាល្អភាពជាដៃគូជាមួយដាណុននឹងអាចធានាបាននៅសុវត្ថិភាពចំណីអាហារតាមរយៈការបរិភោគអាហារដែលមានតុល្យភាពអាហារូបត្ថម្ភសមស្របនិងជៀសវាងភេសជ្ជៈផ្អែមដើម្បីឲ្យពួកគេលូតលាស់ធំធាត់คล้ายជាទំពាំងស្នងឫស្សីរបស់សង្គមជាតិ We are proud to collaborate with the Ministry of Education, Youth and Sports in our efforts to reduce iron deficiency anemia, helping young children to achieve complete development. This initiative includes educational campaign, proactive screening, and promoting a healthy diet rich in iron and vitamin C as a nutritional solution. យុទ្ធនាការសុវត្ថិភាពចំណីអាហារតាមសាលារៀននិងផ្ដល់ការអប់រំដល់គណៈកម្មការគ្រប់គ្រងសាលារៀនលោកគ្រូអ្នកគ្រូមាតាបិតាសិស្សានុសិស្សនិងសាធារណជនអំពីអាហារប្រចាំថ្ងៃ3ក្រុមអាហារធម្មពលអាហារសាងសង់និងអាហារការពារអាហារូបត្ថម្ភមានជាតិដែកនិងវីតាមីន C និងការជៀសវាងភេសជ្ជៈផ្អែមយុទ្ធនាការអប់រំនេះនឹងត្រូវបានផ្សព្វផ្សាយតាមរយៈសម្ភារៈអប់រំនៅតាមសាលារៀនវីដេអូអប់រំសាធារណៈនិងការពង្រីកវិសាលភាពផ្សព្វផ្សាយតាមរយៈអ្នកបង្កើតមាតិកាផ្សេងៗសូមចូលរួមយុទ្ធនាការសុវត្ថិភាពចំណីអាហារតាមសាលារៀនទាំងអស់គ្នាយុទ្ធនាការសុវត្ថិភាពចំណីអាហារតាមសាលារៀនសុខភាពកុមារនិងជាតិដែក